Cameron Boss គឺជាក្រុមហ៊ុនដែលល្បីឈ្មោះដោយសារតែគុណភាពសំឡេងចុះបើ speaker របស់ច្រើនយ៉ាងហ្នឹងតើបងប្អូនគួរតែជ្រើសរើសយកមួយណាថ្ងៃនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីត្រកូល SoundLink ទាំង4 model នេះដែលមកពីក្រុមហ៊ុន Boss ដែលមាន SoundLink Micro ជំនាន់ទី2 SoundLink Flex ជំនាន់ទី2 SoundLink Plus និង SoundLink Max ដែលជាបងធំក្នុងត្រកូល SoundLink ចំពោះការរចនានិងការផលិត speaker ទាំង4ប្រភេទនេះគឺល្អនិងប្រណិត Premier Quality មែនតើបើ SoundLink Series សុទ្ធតែមានខ្សែសម្រាប់ព្យួរពិសេសជាងគេគឺ SoundLink Max និង SoundLink Micro ដែលមានខ្សែដែលអាចដោះចេញចូលបានspeaker ទាំង4 model នេះមានតួខ្លួនខាងក្រៅដែលត្រៀមរួចជាស្រេចសម្រាប់គ្រប់ស្ថានភាពតែម្ដងដោយសារតែវាមានអាក្រោះការពារកម្រិត IP67 ដែលធន់នឹងធូលីដីនិងទឹកបានល្អបូកជាមួយនឹងការធន់នឹងការប៉ះទង្គិចធន់នឹងការច្រេះនិងក្រាស់ដល់ស៊ីលីកូនទន់ៗផ្ដល់អារម្មណ៍រឹងមាំនិងមានអារម្មណ៍ថាប្រណិតតែម្ដងចំពោះ port និងការតភ្ជាប់ speaker ទាំង4 model នេះមានប៊ូតុងសម្រាប់គ្រប់គ្រងដូចជាប៊ូតុង Bluetooth ប៊ូតុងបិទបើក speaker ប៊ូតុងបន្ថយនិងបន្ថែមសំឡេងនិងប៊ូតុង Party Mode សម្រាប់ជាប់ speaker 2ឲ្យលេងចម្រៀងក្នុងពេលតែមួយនឹងដំណើរគ្នា Party mode speaker ទាំង4 model នេះគាំទ្របច្ចេកវិទ្យាសំឡេង Snapdragon aptX Sound សម្រាប់បញ្ជូនសំឡេងឥតខ្សែដែលមានគុណភាពខ្ពស់ជាងមុនចំណុចពិសេសមួយទៀតមានតែនៅលើ SoundLink Max ប៉ុណ្ណោះដែលមានរន្ធ AUX 3.5 mm ចំពោះ Sound Quality និងគុណភាពសំឡេងរបស់ speaker ទាំង4 model នេះផ្ដល់សំឡេងពីរោះនិងច្បាស់ល្អដែលមានសំឡេង Treble និងសំឡេង Mid ដែលលឺរណ្ដំពេញត្រចៀកតែម្ដងคนได้ขอมองออกคนได้มองรอกบองนี่ยัยปีเก็บรับบองถ้ามีเรื่องเอาไว้เก็บเธออายอ้อมเชื่ออยู่กันตายเอาสายมันดังสบายอย่างน่าเตะชีวิตรู้ให้ในโรงลำเนินทัดเทพวกชมเจนดาวก็ชีวิตเขาพิเกมเลี้ยงคลารู้มันมาให้วิโกมาเว้แต่ก็มาเว้ในสมเลงก็ปงหาบอกเราสว่าไม่เจ็ดเสือได้รอบมาได้มันตึกเป็นสักคันนะแต่ยังมารอบมันหนึ่งให้มาใช้มวยขบวนอันยาสำลังกันคอให้ยังมอง speaker ទាំងអស់នេះមាន Boss App សម្រាប់គ្រប់គ្រងនិងកែសម្រួលមុខងារផ្សេងៗដូចជាការបង្ហាញថាមពលថ្មអាចបន្ថយនិងបន្ថែមសំឡេងរបស់ speaker នៅក្នុង app បានលើសពីនេះក៏មានការកែសម្រួល EQ បានផងដែរនិងភ្ជាប់មកជាមួយនឹង preset ចំនួន4ថែមទៀតដូចជា Bass Boost សម្រាប់បង្កើន Bass Redo សម្រាប់បន្ថយ Bass Treble Boost សម្រាប់បង្កើនសំឡេង Treble Treble Redo សម្រាប់បន្ថយសំឡេង Treble ចំពោះថាមពលថ្មរបស់ speaker ទាំង4 model នេះ SoundLink Max និង SoundLink Plus អាចចាក់តន្ត្រីបានរហូតដល់20ម៉ោងនិង SoundLink Flex និង SoundLink Micro ជំនាន់ទី2អាចចាក់តន្ត្រីបានរហូតដល់12ម៉ោងដែលធ្វើឲ្យយើងស្ដាប់តន្ត្រីបានកាន់តែយូរជាងមុននៅក្នុងផ្នែកថ្ម SoundLink Max និង SoundLink Plus អាចដើរតួជា Power Bank ចល័តក្នុងការសាកថ្មទៅកាន់ទូរស័ព្ទនិងឧបករណ៍ផ្សេងៗបានរាល់ការទិញផលិតផលរបស់ផ្លូវការនឹងទទួលបានការធានារយៈពេល1ឆ្នាំពីក្រុមហ៊ុន Boss Cambodia ដើម្បីជាទំនុកចិត្តក្នុងការប្រើប្រាស់ស្រុកជារួមមកបើសិនជាបងប្អូនតម្រូវការ speaker ទូចមួយសម្រាប់ស្ដាប់គ្នា3ទៅ4នាក់ខ្ញុំអាច recommend ទៅកាន់ speaker SoundLink Micro ជំនាន់ទី2នេះបានដែលវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការស្ដាប់ជាក្រុមតូចប្រមាណក្រោម10នាក់ដែលចង់បានសំឡេងខ្លាំងជាង Boss SoundLink Micro ជំនាន់ទី2បន្តិចខ្ញុំអាច recommend បងប្អូនទៅកាន់ Boss SoundLink Flex ជំនាន់ទី2នេះបានតែបើសិនជាបងប្អូនត្រូវការ speaker ដែលមានទំហំមធ្យមតម្លៃសមរម្យជាមួយនឹងគុណភាពសំឡេងខ្ពស់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃងាយស្រួលក្នុងការដាក់តាមខ្លួនហើយអាចប្រើប្រាស់សម្រាប់កម្មវិធីជប់លៀងគ្នាប្រមាណក្រោម20នាក់ខ្ញុំអាច recommend បងប្អូនទៅកាន់ Boss SoundLink Plus នេះបានចុងក្រោយបង្អស់គឺបងធំ Boss SoundLink Max ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់បាន speaker ដែលមានកម្លាំងខ្លាំងសំឡេង stereo ដ៏ពិរោះបាសបុកខ្លាំងនិងត្រូវការរន្ធ UAX វាស័ក្តិសមបំផុតសម្រាប់ការប្រើប្រាស់នៅ outdoor ឬកម្មវិធីជប់លៀងគ្នាប្រមាណពី20នាក់ឡើងខ្ញុំភ្លេចនៅមានមួយ model ទៀតគឺ Boss SoundLink Home ដែលជា Bluetooth speaker ត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ក្នុងផ្ទះដែលមានតួខ្លួនផលិតពីអាលុយមីញ៉ូមនិងក្រណាត់នៅផ្នែកខាងមុខដែលធ្វើឲ្យឧបករណ៍
បំពង់សំឡេងតូចមួយនេះមានភាពរឹងមាំនិងមើលទៅស្រស់ស្អាតដូចសំឡេងរបស់វាដែរដោយសារតែមានទំហំតូចអាចដាក់តាមខ្លួននិងប្រើប្រាស់ថ្មអ្នកនឹងអាចយកវាពីបន្ទប់មួយទៅកាន់បន្ទប់មួយទៀតបានយ៉ាងងាយស្រួលបើសិនជាអ្នកតែងតែផ្លាស់ប្ដូររវាងផ្ទះបាយបន្ទប់គេងនិងបន្ទប់ទទួលភ្ញៀវឧបករណ៍បំពង់សំឡេងនេះមានសមត្ថភាពអាចចាក់តន្ត្រីបានរហូតដល់9ម៉ោងសម្រាប់ការសាកថ្មពេញម្ដង